ថ្ងៃនេះបានសេវាចេញពីឌីម៉ាស់ចូលទៅរបស់ម៉ូវេសៀងលីក្តោបជាមួយនឹងហ្គីលបាទសៀងលីបាញ់បញ្ចូលចូលទៅហ្គីលដកឲ្យស្ដាំវាសនាបាញ់បញ្ចូលចូលកញ្ញារបស់លីប្រូរស្មីបាក់ឲ្យសៀងលីអូហូយពិន្ទុ5ស្មើបាទថ្ងៃនេះប្រិយមិត្តពុកម៉ែបងប្អូនសំលេងហូបាទធ្វើខ្ញុំព្រឺសវលបាទមិននឹកស្មានថាមានការគ្រប់គ្រងខ្លាំងក្លាបែបនេះសោះឌីម៉ាសាពូត្រាចូលត្រកវឿនវាសនាបាទឲ្យវឿនវាសនាបោះបន្តិចយកដៃរបស់ឌីម៉ាឲ្យលូវីចូលទៅដាក់បាទប៉ាក់ឲ្យឆ្វេងកូព្រីនយកបានពីលូវីនីសាឲ្យជីវ៉េយកបានមកវិញសវណ្ណរាជវឿនវាសនាបាទដៃហើយបាទខាងកីឡាកររបស់បញ្ជាការអន្តរជាតិបង្ហាញភាពស្មោះត្រង់កន្លែងបាល់ប៉ះរនាំងមកខាងក្រោយបាទដូច្នេះក៏ប្រាប់លោកនៅសងីមន្ត្រីអាជ្ញាកណ្ដាលទី1ថាបាល់នេះប៉ះរនាំងហើយបាទលោកនៅសងីក៏បានផ្ដល់បន្ទុកជូនសមាគមបាល់ទះវិសាខាមិនបាច់ចាំឆែកវីដេអូឆាឡែនទេបាទវឿនវាសនាចូលត្រករបស់លូវីនីសាមើលឆ្វេងមើលស្ដាំលូវីអូយបាទពិតជាអស្ចារ្យមែនតើនេះហើយបងប្អូនសម្រស់នៃបាល់ទះមានការប្រកួតប្រជែងខ្លាំងមានកីឡាករល្អមានហ្វេនច្រើនកកអូយសៀងលីមកក្របនេះគឺថាអត់ឆ្លងទេពិន្ទុ7 ទល់នឹង 6បាទសេវាចេញពីកីឡាករមូនីមុលផ្ទះស្រាលជោគកញ្ញារបស់សៀងលីបាក់ខាងក្រោយឌីម៉ាសាពូត្រាឲ្យលូវីទូរណាំងទៅក្រោយបាត់ទៅឲ្យលូវីពិន្ទុ7 ស្មើជីហាចូលត្រាក់វឿនវាសនាឲ្យកូព្រីអាវុធសម្ងាត់របស់សមាគមបាល់ទះវិសាខាពីថ្ងៃកន្លងមកនេះមិនសូវជាបញ្ចេញទេបាទហើយកាលពីម្សិលមិញគឺថាអត់បញ្ចេញតតែសោះតែម្ដងបាទថ្ងៃនេះជាប់ជម្រើស6រូបបាទសំបីតាហ្គីលជាស្ដៃសេតតើក៏ដូចគ្នាហ្គីលស៊ីម៉ាន់ហ្គីលដៃសេតតើរបស់សមាគមបាល់ទះវិសាខាក៏មិនសូវជាដាក់ចូលឲ្យលេងដែរបាទម្ចាស់ជើងអាចពីសម័យកាលអង្គរៈប៉ះជាមួយជើងអាចរងពិន្ទុ9-7បាទស៊ីម៉ុនហ្គីលចូលត្រល់របស់សៀងលីនីសាកេះមកវិញរុញយកដៃអត់ដៃទេបាទខាងបញ្ជីការដ្ឋានអង្គរៈលោកសុំធ្វើការតវ៉ាសិនថាបាល់នេះប៉ះរនាំងបាទ block touch បាទប៉ះឬក៏មិនប៉ះបន្តិចទៀតប្រិមិត្តនឹងបានឃើញវីដេអូ challenge របស់គណៈកម្មការបច្ចេកទេសលោកបញ្ជូនមកបាទឥឡូវពិនិត្យសិនបាទជាគណៈការនេះដែរក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ឧបត្ថម្ភផ្ដាច់មុខពីកម្មវិធីស្រាបៀរ Gensberg អបអរសាទរ Gensberg រសជាតិលំដាប់ពិភពលោកឈ្នះមេដាយកម្រិតពិភពលោកឆ្នាំ2026ពី Mong Selection Gensberg សារស្រួលផឹក Gensberg មើលបាល់ទះមាន Gensberg មានបាល់ទះបាទក៏សូមអរគុណដល់តែកំពុង Fresh អរគុណដល់ Idol ហើយក៏អរគុណដល់ Boost Strong បាទ Gensberg ប្រិមិត្តពុកម៉ែបងប្អូនគឺបានសហការឧបត្ថម្ភសហព័ន្ធកីឡាបាល់ទះកម្ពុជាតាំងពីរដូវកាលទី1
បាទនិយាយរួមតាំងពីកវែកកឆ្នាំបាទអញ្ចឹងអរគុណដល់ Gangster ខ្លាំងមែនទែនឥឡូវនេះរូបភាពបានមកដល់ហើយប៉ះរនាំងឬក៏មិនប៉ះជីវែងកន្លែងនេះបាទរុញទៅណាបាទឃើញច្បាស់តែម្ដងប៉ះរនាំងហើយប៉ះរនាំងបាទតវ៉ាវិញហើយបាទនេះបងប្អូនតវ៉ាវិញហើយបាទសុំតវ៉ាវិញប៉ុន្តែអត់បានឃើញទេថាបដាដែលគ្រូជំនួយខាងសមាគមបាល់ទះវិសាខាតវ៉ាទៅលើផ្នែកអ្វីប៉ុន្តែមិនធ្វើទេបន្តិចទៀតយើងនឹងឃើញទាំងអស់គ្នាបាទបាទឥឡូវនេះវិសាខាក៏សុំតវ៉ាវិញបាទចាំមើលវីដេអូ challenge បន្តិចទៀតប្រិមត្តណាបាទយើងនឹងដឹងហើយថាខាងវិសាខាគាត់តវ៉ាទៅលើផ្នែកអ្វីបាទសាលបាល់ទះរបស់យើងនេះគឺថាណែនពេញទាំងអស់តែម្ដងបាទណែនខ្លាំងណាស់ហើយក៏អរគុណទៅដល់ពុកម៉ែបងប្អូនដែលគាំទ្របាទខ្លាំងមែនទែនហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាគឺលោកបណ្ឌិតបាទសុំទោសគឺឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជារួមជាមួយនឹងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានធ្វើកំណែទម្រង់ស៊ីជំរឿលើវិស័យបាល់ទះហើយក៏សូមអរគុណដល់ថ្នាក់ដឹកនាំបាល់ទះរដូវកាលមុនដែលបានត្រួសត្រាយផ្លូវឥឡូវនេះបាល់ទះរបស់យើងកាន់តែរីកចម្រើនបាទហើយសហព័ន្ធកីឡាបាល់ទះកម្ពុជាយើងរដូវកាលនេះបាទពិតជាអស្ចារ្យមែនទេដោយអនុញ្ញាតឲ្យក្លឹបនីមួយៗអាចនាំយកកីឡាករបរទេសចំនួន7រូបមកពង្រឹងក្រុមបាទនេះគឺជាកត្តាមួយដែរដែលជំរុញឲ្យមាន fan គាត់គាំទ្រច្រើនបាទពីព្រោះគាត់ចង់ឃើញសមត្ថភាពរបស់កីឡាករបាទទាំងអស់តែម្ដងបាទទាំង8ក្លឹបហ្នឹងបាទទាំង8ក្លឹបហ្នឹងបាទឥឡូវនេះយើងមិនទាន់បានរួចរាល់ទេបងប្អូនចាំមើលសិនបាទលោកងើសងីកំពុងតែពិភាក្សាជាមួយនឹងមន្ត្រីអាជ្ញាកណ្ដាលខ្សែបន្ទាត់សម្រាប់ឲ្យខាងបញ្ជាការដ្ឋានអង្គរៈហើយបាទបាល់បាញ់មិញនេះគឺលោកអាជ្ញាកណ្ដាលផ្ដល់បន្ទូលជូនខាងបញ្ជាការដ្ឋានអង្គរៈអញ្ចឹងការតវ៉ារបស់វិសាខាគឺលោកអាជ្ញាកណ្ដាលឲ្យទេបាទនីសាលេខ30បាទចូលត្រកវឿនវិស្លាឲ្យស្ដាំ Gobrin ចូលត្រករបស់សាវសៀងលីបាទនីសាឲ្យណាបាទការរុញបាល់របស់លូវីផ្ទប់ទៅនឹងរនាំងរបស់កីឡាករលេខ18 Game Phang មិនបានជោគជ័យទេដោយធ្លាក់នៅក្នុងទីរបស់ខ្លួនបាទពិន្ទុ10ទល់នឹង8 10ទល់នឹង8វិសាខា18បញ្ជាការដ្ឋានអង្គរៈបាទសេវាចេញពីកីឡាករលេខ18 Game Phang ចូលត្រកសៀងលីនីសាមើលឆ្វេងមើលស្ដាំប៉ាអយឌីម៉ាសាពូត្រាកីឡាករឥណ្ឌូនេស៊ីសេវាចេញពីលូវីចូលថ្នាក់របស់សវណ្ណរាជប៉ះឲ្យស្ដាប់វឿនវាសនាយកបានពីនីសាកន្លែងនេះឲ្យលោកសៀងលីចូលត្រង់របស់ហ្គីលប៉ះឲ្យ Gobrin យកបានពីលូវីឱកាសផ្ដាច់ឲ្យឆ្វេងអូឌីម៉ាចាប់បាំងវឿនវាសនាណាឌីម៉ា
รูปเพียบยืดบ่าวឿនវាសនាចាប់ខ្សែត្រង់ឌីម៉ាសាពូត្រា11ទល់នឹង9សេវាចេញពីកីឡាករលេខ16ផលរតនៈផ្ទះស្រាលហើជោគកញ្ញាលូវីមើលឆ្វេងមើលក្រោយលូវីបោះបន្តិចលូវីយ៉ាងបញ្ចាបាល់នេះបំពេញបាទជាន់ខ្សែ3ម៉ែត្របាទជាន់ខ្សែ3ម៉ែត្រលូវីអស់សោកស្ដាយមែនទែនបាទសម្រាប់ក្របរបស់បញ្ជីក្រហមអង្រែបាទពិន្ទុវិសាខាឡើង12ហើយទល់នឹង6សេវាចេញពីរតនៈបាទជោធនៈប៉ះឲ្យសៀងលេចេញក្រៅសៀងលេចេញក្រៅបាទសុំសម្រាប់បន្តិចសិនពីលោកគ្រូអ៊ីនរ៉ាខាងបញ្ជាការដ្ឋានអង្គរៈវ៉ាវប្រិមិត្តត្រឹមតែ13ទល់នឹង9គ្រាប់ទេបាទយើងខ្ញុំទាំងពីរនេះបាទចាប់ដើមអត់ស្រួលបំពង់កបណ្ដាហើយយ៉ាងណាក៏សូមអរគុណដល់ពុកម៉ែបងប្អូនឲ្យតែមានការគាំទ្រពីពុកម៉ែបងប្អូនបាទយើងទាំងពីរនឹងខិតខំប្រឹងប្រែងអធិប្បាយទៅតាមសាច់បាល់ឲ្យបងប្អូនបានទស្សនាអរគុណទៅដល់ម្ចាស់ឧបត្ថម្ភផ្ដាច់មុខនៃកម្មវិធី Gangsberg of All Starter Gangsberg រសជាតិលំដាប់ពិភពលោកឈ្នះមេដាយកម្រិតពិភពលោកឆ្នាំ2026ពី Mong Selection Gangsberg ស្រាលស្រួលផឹក Gangsberg មើលបាល់ទះមាន Gangsberg មានបាល់ទះបាទ fan របស់យើងនៅថ្ងៃនេះបាទជាង 7000 នាក់បាទតាមការសន្និដ្ឋានពិមិត្តបាទហើយនៅខាងក្រៅនោះទៀតច្រើនណាស់អត់ចូលអត់បានទេបាទឥឡូវនេះសេវាចេញពីកីឡាករផលរតនៈបាទចូលទៅដល់លូវីនីសាឲ្យចប់បាំងហើយបន្ទុកវិសាខា14ទល់នឹង9 14ទល់នឹង9ពិន្ទុវ៉ាវបាទទស្សនាការប្រកួតជាបន្តប្រិមិត្តពុកម៉ែបងប្អូនសមាជិកពីផលរតនៈចូលត្រារបស់លូវីនីសាឲ្យជឿវេបាទជឿវេពិន្ទុ10ទល់នឹង14សមាជិកពីកីឡាករលេខ19ជឿវេជឿវែងលុតសេបាស្ទើបអបចូលថ្នាក់របស់វាសនាឲ្យខំបាំងហ្គេមផឹងហ្គេមផឹងគាត់បាទផ្ដាច់បានល្អណាស់សម្រាប់រូបភាពយឺតដល់ប៉ះរនាំងរបស់ជីហាក់ទៅក្រោយ15ទល់នឹង10បាទសេវាចេញពីកីឡាករលេខ4Kofrin ចូលថ្នាក់លូវីឲ្យជាប់បាំងឲ្យសៀងលេចេញក្រៅបាត់ទៅហើយអូហូពិន្ទុ16ទល់នឹង10បាទប្រិមិត្តពុកម៉ែបងប្អូនដែលកំពុងតែទស្សនាតាមកាប់ផ្សាយផ្ទាល់របស់เพจសហព័ន្ធក្រាបបាល់ទះកម្ពុជា Page Gangsberg បាទកុំភ្លេចជួយចែករំលែកបន្តឲ្យបានច្រើនផងបាទក្នុងនោះក៏មាន Page សារព័ត៌មានត្រយងដែរបាទ share ឲ្យបានច្រើនបងប្អូនបាទសេវាចេញពី Kofrin បាទចូលត្រារបស់ Louis ប៉ះឲ្យឌីម៉ាយកបានឲ្យ Louis យកបានវិញឲ្យវឿនវាសនាបាទដកបាយឲ្យឆ្វេង Kofrin សូមសម្រាប់បន្តិចសិនពីខាងបញ្ជាការដ្ឋានអង្គរៈបន្ទូគណៈពេលនេះ17វិសាខា10បញ្ជាការដ្ឋានអង្គរៈបាទ
យ៉ាងម៉េចដែរពុកម៉ែបងប្អូនបាទថ្ងៃនេះយើងបាក់សាលើខាងលើដែរអ្នកគ្រប់គ្រងរបស់យើងលើខាងលើបាទអូយបាទមិននឹកស្មានថាទទួលបានការគ្រប់គ្រងភ្លុកទឹកភ្លុកដីបែបនេះឡើយបាទគណៈកម្មការលោកកំពុងតែប្រាប់ទៅកាន់ហ្វេនរបស់យើងបាទដើម្បីធ្វើយ៉ាងណាសម្រួលបាទការទស្សនាហ្នឹងឲ្យមានរបៀបរៀបរយឲ្យមានសណ្ដាប់ធ្នាប់បាទដើម្បីឲ្យធ្វើការប្រកួតដើម្បីឲ្យការប្រកួតរបស់យើងដំណើរការទៅបានរលូនហើយមានសណ្ដាប់ធ្នាប់បានល្អផងដែរឥឡូវនេះទស្សនាការប្រកួតជាបន្តទៀតប្រិមិត្តបាទពិន្ទុ17ទល់នឹង10បាទសេវាចេញពីកីឡាករ Kovrin ចូលទៅរបស់ Louis បាទឲ្យយកបានអត់ឆ្លងបាជីហាក់អត់ឆ្លងទេពិន្ទុ18ទល់នឹង10បាទសេវាត្រៀមចេញពីកីឡាករលេខ4 Kovrin Kovrin នេះគាត់សញ្ជាតិអាមេរិកទស្សនាការប្រកួតចូលថ្នាក់របស់ Louis បាទអាចបាញ់ទៅក្រៅយកបានមកវិញអូកន្លែងនេះបាទអត់ឲ្យខាងវិសាខាទេអត់ឲ្យខាងវិសាខាទេបាទអញ្ចឹងឲ្យទៅខាងបញ្ជីការហាត់អង្រែមានការផ្លាស់ប្ដូរបញ្ជីការហាត់អង្រែលេខ30នីសាចេញបាទជំនួសមកវិញដោយកីឡាករលេខ1 Fariel បាទ Fariel ក៏សញ្ជាតិឥណ្ឌូនេស៊ីដែរបាទអញ្ចឹងសម្រាប់ម្ចាស់ការពារតំណែងជើងឯកបញ្ជាការហាត់អង្រែគាត់មានកីឡាករឥណ្ឌូនេស៊ីដល់ទៅ5រូបបាទ setter 2រូបបាទក្រៅពីនេះគឺកីឡាករបាទស្មាត់ចូលថ្នាក់បាទឲ្យLouis 20ទល់នឹង10វិសាខានាំមុខ10ពិន្ទុបាទសេវាចេញពីកីឡាករ Kovrin សញ្ជាតិអាមេរិកបន្តទៀតវិសាខាជើងឯករងឆ្នាំនេះដាក់គោលដៅលើកពានប៉ុន្តែលើកមិនលើកឬក៏មិនដឹងយ៉ាងណាទេបាទឲ្យស្ដាមសៀងលេផ្ទះស្រាលចូលដៃរបស់នីមូលឲ្យ Kovrin ចេញក្រៅបាត់ទៅហើយមានការតវ៉ាថាបាល់នេះប៉ះដៃបាទឬក៏មិនប៉ះចាំមើលទាំងអស់គ្នាបាទចាំមើលទាំងអស់គ្នាបាទអរគុណណាស់អរគុណទៅដល់ម្ចាស់ឧបត្ថម្ភផ្ដាច់មុខស្រាបៀរ Gangsberg អបអរសាទរ Gangsberg រសជាតិលំដាប់ពិភពលោកឈ្នះមេដាយកម្រិតពិភពលោកឆ្នាំ2026ពី Mong Selection Gangsberg ស្រាស្រូបផឹក Gangsberg មើលបាល់ទះមាន Gangsberg មានបាល់ទះបាទឥឡូវនេះបានបន្ទូមកខាងអង្គរៈហើយ Dimas Saputra wow amazing វ៉ាសូមសម្រាប់បន្តិចសិនបាទពីខាងសមាគមបាល់ទះវិសាខាពិន្ទុ12-20អូហូយបាទអញ្ចឹងក៏សូមជម្រាបប្រិមិត្តពុកម៉ែបងប្អូនថាការប្រកួតរបស់យើងនៅសប្តាហ៍ទី1ជុំទី2នេះយើងបញ្ចប់នៅថ្ងៃនេះហើយយើងនឹងចូលដល់សប្តាហ៍ទី2នៅថ្ងៃទី27ខែ6បាទហើយយើងនឹងបញ្ចប់នៅថ្ងៃទីបាទ3បងប្អូនណាបាទយើងលេងថ្ងៃទី27 28ថ្ងៃ1ហើយថ្ងៃទី3បាទថ្ងៃទី3គឺយើងបិទបញ្ចប់ព្រឹត្តិការណ៍នៃជូលីករដូវកាលទី3តែម្ដងបាទអញ្ចឹងស្អែកឲ្យមានការប្រកួតទេបងប្អូនសម្រាប់សិនបាទឌីម៉ានេះគឺជាកីឡាករឥណ្ឌូនេស៊ីមួយរូបដែលមានហ្វេននៅកម្ពុជាច្រើនមែនទែនបាទទី1បាទភាពស្រស់សង្ហារបស់គាត់
ទី2សមត្ថភាពលេងបាល់ល្អរបស់គាត់បាទអញ្ចឹងគាត់តាក់ទាញ fan បានច្រើនមកសម្រាប់ Dima Saputra របស់បញ្ជាការដ្ឋានអង់គ្លេសបន្ទូ21ពីសាខា12បញ្ជាការដ្ឋានអង់គ្លេសវឿនវាសនាបាទវឿនវាសនាចូលត្រារបស់ស៊ុយខនឲ្យពីវែងជីហាក់បាទរូបភាពយឺតកន្លែងនេះបងប្អូនកុំភ្លេច share បន្តអាហ្គេងបាទអាហ្គេងក៏ដូរចូលបាទស៊ុយខនក៏ដូរចូលដែរបាទអាហ្គេងនេះក៏ជាកីឡាករបាទឥណ្ឌូនេស៊ីដែរអាហ្គេងផ្ទះស្រាតអាហ្គេងអូយអាហ្គេងអត់ផ្ទះសេវាឈូតកអត់ឆ្លងទេបន្ទុក22បានទៅខាងវិសាខាមានការផ្លាស់ប្ដូរមុននេះមុនលេខ19ចេញជំនួសមកវិញដោយកីឡាករស៊ឿនហេងបាទស៊ឿនហេងនេះកីឡាករដែលមានផ្លែសេវាល្អស៊ឿនហេងចូលត្រករបស់លូវីបាទប៉ះឲ្យលូវីជាប់បាំងរបស់ស៊ីម៉ុនហ្គៀលហើយវ៉ាវអូយ23ទល់នឹង13បាទសុំចងខ្សែត្រណប់ជើងបន្តិចសិនស៊ឿនហេង23-13បន្ទុកនាំមុខរហូតដល់ទៅ10ពងឯណោះបាទសេវាចេញពីកីឡាករស៊ឿនហេងបាទស៊ឿនហេងទៅខាងណាទៅខាងណីស៊ឿនហេងចូលត្រង់របស់សៀងលីឲ្យណែបាទប៉ះឲ្យខេផឹងកីឡាករលេខ18សញ្ជាតិបារាំងបាទបន្ទុកសិតភ័ញហើយសិតភ័ញហើយស៊ឿនហេងអត់ទេបាទបន្ទុកបានទៅខាងបញ្ជាការដ្ឋានអង្រែ14-24យ៉ាងម៉េចហើយប្រិយមិត្តពុកម៉ែបងប្អូនតោះចូលរួម share ទាំងអស់គ្នាបាទសេវាចេញពីកីឡាករលេខ22អ៊ុនជីហាក់បាទជីហាក់ទៅហើយចូលត្រកវឿនវាសនាឲ្យខេមផាំងជាប់បាំងណែនបាទដល់ក្តារហើយបាល់នេះលោកអញ្ញាកណ្ដាលពោលថាបាល់ដល់ក្តារហើយ15ទល់នឹង24បាទ15-24តោះបងប្អូនយើងចូលរួម share ទាំងអស់គ្នាបុកឡើងក្នុងព្រឹត្តិការណ៍ Major League មិនត្រឹមតែរដូវកាលនេះទេបាទ Gangsberg គាត់ឧបត្ថម្ភតាំងពីរដូវកាលទី1មកម្លេះបាទទស្សនការប្រកួតជាបន្តបន្ទុក15-24មួយគ្រាប់មួយសារទៀតវិសាខាធ្វើបានសម្រេចឬក៏យ៉ាងណាជីហាក់ក៏ផ្ទះសេវាធ្លាក់ចុងខ្សែខាងលេងបាទចុងខ្សែលេងបាទសូមសម្រាប់បន្តិចសិនពីសមាគមបាល់ទះវិសាខាបាទពីព្រោះថាបើសិនជាបណ្ដាច់បណ្ដោយទៀតកីឡាករអាចនឹងបែកអារម្មណ៍ដូច្នេះសូមសម្រាប់បន្តិចសិនបញ្ជាក្នុងការសម្រាប់នេះដែរគឺមកកុំបំភ្លេចនៅបញ្ចប់ឧបត្ថម្ភផ្ដាច់មុខ Gangsberg អបអសាទរ Gangsberg រសជាតិលំដាប់ពិភពលោកឈ្នះមេដាយកម្រិតពិភពលោកឆ្នាំ2026ពី Monk Selection Gangsberg ស្រាលស្រួលផឹក Gangsberg មើលបាល់ទះមាន Gangsberg មានបាល់ទះបាទសេវាចេញពីជីហាក់16-24មួយគ្រាប់នេះវិសាខាផ្ដាច់បានឬក៏មិនបានមួយគ្រាប់ទៀតហើ
យអុនជីហាយ៉ាងមិនចេះមកខាងវិសាខាវឿនវាសនាជាមួយនឹងកីឡាករលេខ18ហ្គេមផឹកបាទចាំមើលទាំងអស់គ្នាបាទសុំបាទសុំផ្លាស់ប្ដូរខាងសមាគមបាល់ទះវិសាខាលេខ9ចេញជំនួសមកវិញដោយកីឡាករគួនមុំបាទអញ្ចឹងវឿនវាសនាគាត់ដូរចេញហើយឥឡូវសេវាចេញពីកីឡាករអ៊ុនជីហាបាទជីហាទៅខាងណាជីហាវាសេវាស៊ីពីក្របហើយចូលកញ្ញាគួនមកខរណាចូលត្រអាហ្គេងបាទឲ្យអាហ្គេងបាទសមាគមបាល់ទះវិសាខាទាំងវឿនវាសនានិងគួនមុំចាប់សេវាមិនបានល្អទេប៉ុន្មានគ្រាប់ចុងក្រោយនេះបាទឬក៏បណ្ដាច់បណ្ដោយអីបាទខាងអង្គរៈគាត់តាមទាន់អង្គរៈគាត់មិនបន្ធូរដៃទេបាទយ៉ាងណាគាត់ត្រូវការតាមស្មើហើយយកបន្ទុកលើវិញបាទជោគកញ្ញាគួនមុំបាទឲ្យខេមផឹងអាហ្គេងបាទឲ្យលូវេបាទដូចជា4គ្រាប់ទៅហើយបាទវិសាខាធ្វើអ្វីមិនចេញឥឡូវនេះខាងបញ្ជាការរដ្ឋអង្គរៈម្ចាស់ការពារតម្លៃជើងអាច2សម័យកាលបន្ទុកឡើងដល់19ហើយបាទជីហាបាទសេវាលុតស្ទើប្រអប់នេះមិនងាយចាប់ទេបើសិនជាកីឡាករស្ទើថ្នាក់ឬក៏ស្ទើកញ្ញាំឲ្យខេមផាងឲ្យហ្គេមផាងកន្លែងនេះអូហូយទីបំផុតសិតទី1វិសាខាយកគ្នាបាទទាំងលំបាកតែម្ដងពេញបាត់តែគម្លាតបន្ទុករៀងដាច់ឆ្ងាយទម្រាំតែសិតគឺថាបាទពិបាកក្នុងការយកឈ្នះឥឡូវនេះសិតទី1វិសាខាឈ្នះ25បាទ19អរគុណច្រើនបងប្អូនរងចាំទស្សនាការប្រកួតសិតទី2ជាបន្តទៀតសូមសម្រាប់បន្តិច